នៅលើពិភពលោកយើងនេះមិនថាតែប្រទេសកម្ពុជាយើងទេប្រទេសជាច្រើននានាគឺសម្បូរណាស់សម្រាប់ក្មេងកំព្រាមានជាច្រើនពាន់ច្រើនម៉ឺនច្រើនលានអ្នកមែនទែនយើងងាកមកមើលប្រទេសកម្ពុជាយើងមានសប្បុរសជនសប្បុរសធម៌ជាច្រើនបានជួយមើលថែចិញ្ចឹមបីបាច់ជួយឧបត្ថម្ភផ្សេងៗទៅតាមលទ្ធភាពដែលពួកគាត់មានហើយនេះគឺជាវីដេអូដែលខ្ញុំលើកយកអំពីលោកផនផល្លាលោកគឺជាប្រធានមណ្ឌលមេឈើម្នាក់ដែលលោកបានជួយសង្គ្រោះក្មេងកំព្រាជាច្រើនអ្នកមែនទែនយកទៅចិញ្ចឹមថែរក្សានៅក្នុងមណ្ឌលរបស់លោកប៉ាផល្លាមានទឹកចិត្តល្អប្រពៃសម្រាប់កូនជាច្រើនអ្នកដែលកូនខ្លះម្ដាយបោះបង់ចោលហើយកូនខ្លះទៀតក្រុមគ្រួសាររបស់គាត់ក្រខ្សត់មិនមានលទ្ធភាពក្នុងការចិញ្ចឹមថែរក្សាលោកក៏ជួយរំលែកយកមកចិញ្ចឹមនៅក្នុងមណ្ឌលរបស់លោកបើយើងនិយាយអំពីទឹកចិត្តរបស់លោកប៉ាផល្លាចំពោះកូនជាច្រើនអ្នកដែលលោកបានយកទៅចិញ្ចឹមនៅក្នុងមណ្ឌលរបស់លោកគឺមហាគុណដ៏ធំធេងដែលមិនអាចមានអ្វីមកប្រៀបផ្ទឹមបានឡើយលោកមានទឹកចិត្តល្អប្រពៃណាស់លោកប៉ាផល្លាមិនត្រឹមតែចិញ្ចឹមកូននៅក្នុងមណ្ឌលរបស់លោកប៉ុណ្ណោះទេលោកក៏បានធ្វើសប្បុរសធម៌ចំពោះអ៊ំលោកតាលោកយាយមីងពូជាច្រើនផ្សេងទៀតនៅតាមបណ្ដាខេត្តនានាលោកគឺជាបុគ្គលដ៏ល្អម្នាក់បើយើងប្រៀបធៀបឲ្យពីរោះទៅអាចថាប្រៀបធៀបជាទេវតាដើរដីក៏មិនខុសដែរបងប្អូនលោកបានជួយសង្គ្រោះក្មេងកំព្រាក្រខ្សត់ក្មេងខ្លះយកមកចិញ្ចឹមដំបងគឺស្គមក្រៀមស្ទើរតែមិនអាចនឹងរស់រានមានជីវិតប៉ុន្តែលោកចិញ្ចឹមបីបាច់ថែរក្សារហូតដល់ក្មេងនោះមានសុខភាពមាំមួនល្អប្រសើរដូចក្មេងឯទៀតបើយើងរៀបរាប់អំពីគុណសម្បត្តិរបស់លោកផនផល្លាចំពោះក្មេងៗកំព្រាកម្ពុជាជាច្រើនគឺយើងរៀបរាប់មួយថ្ងៃក៏រៀបរាប់មិនអស់ដែរគុណរបស់លោកគឺជាមហាគុណដ៏ធំធេងក្រៃលែងហើយបន្តទៅនេះខ្ញុំនឹងភ្ជាប់ជាមួយនឹងសំណេររបស់លោកប៉ាផល្លាដែលលោកបានសរសេរខ្លះមកអានជូនបងប្អូនលោកបានសរសេរកាលពីម្សិលមិញមានបងប្រុសម្នាក់ជិះម៉ូតូមកជួបខ្ញុំដោយស្ពីកូនមួយនៅពីមុខនិងកូនម្នាក់ទៀតនៅពីក្រោយហើយគាត់បានពោលពាក្យមកកាន់ខ្ញុំថាខ្ញុំចាប់ផ្ដើមចេះមើលកូនចង់នៅជាមួយកូនលេងជាមួយកូនហើយមានអារម្មណ៍ស្រឡាញ់កូនកាន់តែខ្លាំងឡើងដោយព្រោះតែបងផល្លាឯងនឹងពេលនោះខ្ញុំបានឃើញគាត់អោនទៅថើបកូនពៅគាត់នៅចំពោះមុខខ្ញុំតែម្ដងដែលសំបីខ្ញុំក៏មានអារម្មណ៍ថាមានក្តីសុខជាមួយនឹងគាត់ដែរសេចក្តីល្អអំពើល្អរបស់លោកប៉ាផល្លាចំពោះកូនជាច្រើនអ្នកធ្វើឲ្យរំជួលចិត្តដល់ហ្វេននិងអ្នកគាំទ្រលោកជាច្រើនរួមទាំងខ្ញុំផងដែរយើងងាកទៅមើលការខមមិនមានខមមិនជាច្រើនដែលបានខមមិននៅក្នុងសំណេររបស់លោកខ្ញុំសែនគោរពនិងស្រឡាញ់ទឹកចិត្តរបស់បងខ្លាំងណាស់ម្នាក់ទៀតក៏បានខមមិនដែរថាបងប្រុសជាគំរូដ៏ល្អរបស់សង្គមជាតិកម្ពុជាខ្ញុំស្រក់ទឹកភ្នែកពេលបានអានសំណេររបស់បងចប់ការដែលប្អូនផល្លាធ្វើអំពើល្អមានមេត្តាករុណាមុទិតាចំពោះអ្នកដទៃជាពិសេសអ្នកដែលខ្សឹបខ្សោយរងទុក្ខវេទនាជាមហាបុណ្យកុសលដ៏ធំធេងណាស់ឃើញទេលទ្ធផលនេះក៏បានធ្វើឲ្យប្អូនសប្បាយចិត្តហើយក៏ជាបុណ្យកុសលដល់ឪពុកនិងកូនគាត់ដែរលាក់និងលាក់បើរៀបរាប់ពីគុណសម្បត្តិរបស់លោកប៉ាផល្លាចំពោះកូនរបស់លោកគឺមហាគុណដ៏ធំធេងលោកមានគុណណាស់ចំពោះក្មេងៗកម្ពុជាក្រខ្សត់អត់ឃ្លានជាច្រើនយើងមានតែលើកដៃបួងសួងសូមលោកប៉ាផល្លាមានសេចក្តីសុខមានសុខភាពល្អទៅទីណាកន្លែងណាសូមជួបតែសេចក្តីសុខសប្បាយគ្រប់ពេលវេលា